រឿងភូមិខ្មោចនៅជាខេត្តកំពង់ចាមមានភូមិចាស់មួយឈ្មោះភូមិព្រៃខ្មៅដែលត្រូវបានគេបោះបង់ចោលអស់ជាង50ឆ្នាំមកហើយភូមិនេះធ្លាប់ជាកន្លែងរស់នៅដ៏សុខសាន្តប៉ុន្តែវាបានคล้ายជារឿងនិទានដ៏គួរឲ្យខ្លាចបន្ទាប់ពីហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងនៅសម័យសង្គ្រាមក្រុមចៅបានចូលមកភូមិនេះហើយសម្លាប់ប្រជាជនគ្រប់គ្នាដោយគ្មានមេត្តាពួកគេបានដុតផ្ទះនិងចាប់ព្រះសង្ឃមួយអង្គនៅក្នុងវត្តកាត់ព្រះកេសហើយទុកសាកសពចោលនៅមុខព្រះពុទ្ធដេមាបន្ទាប់ពីហេតុការណ៍នេះអ្នកភូមិដែលនៅសល់បានភ័យខ្លាចហើយរត់ចោលភូមិទាំងមិនហ៊ានងាកក្រោយតាំងពីនោះមកភូមិព្រៃខ្មៅបានคล้ายទៅជាកន្លែងដ៏គួរឲ្យខ្លាចអ្នកធ្លាប់ឆ្លងកាត់ភូមិនេះបាននិយាយថានៅពេលយប់ឮសំឡេងស្រែកយំសំឡេងជើងដើរលើស្លឹកឈើស្ងួតនិងសំឡេងល្វើយល្វើយមានអ្នកខ្លះអះអាងថាធ្លាប់បានឃើញស្រមោលខ្មៅដែលគ្មានក្បាលដើរនៅក្បែរវត្តចាស់គ្មាននរណាម្នាក់ហ៊ានជន់ជើងចូលទៅក្នុងភូមិនេះទេលើកលែងតែមនុស្សឆ្កួតនិងអ្នកដែលមិនជឿរឿងខ្មោចតែប៉ុណ្ណោះនៅឆ្នាំ2025មានសិស្សមធ្យមសិក្សាមួយក្រុមចំនួន5នាក់ឈ្មោះសុភាលីនសីហាសុកនិងរ៉ានីបានសម្រេចចិត្តធ្វើដំណើរកម្សាន្តនៅជាយក្រុងពួកគេជួលម៉ូតូឌុបប៉ុន្តែអ្នកបើកម៉ូតូបានជ្រុលផ្លូវចូលតំបន់ភូមិព្រៃខ្មៅដោយចៃដន្យពេលដឹងខ្លួនម៉ូតូបានខូចហើយទូរស័ព្ទរបស់ពួកគេគ្មានសេវាទេមេឃចាប់ផ្ដើមងងឹតភ្លៀងធ្លាក់ខ្លាំងដូច្នេះពួកគេបានសម្រេចចិត្តចូលរកនៅក្នុងផ្ទះចាស់មួយនៅក្នុងភូមិផ្ទះនោះពុកផុយជណ្ដើរត្រូវកណ្ដៀស៊ីនិងមានក្លិនស្អុយចម្លែកសុភាដែលជាមេក្រុមព្យាយាមធ្វើឲ្យគ្រប់គ្នាស្ងប់ចិត្តដោយនិយាយថានេះគ្រាន់តែជាភូមិចាស់ទេវាមិនមានវិញ្ញាណអ្វីឡើយប៉ុន្តែលីនដែលជឿរឿងខ្មោចមានអារម្មណ៍មិនល្អហើយស្នើឲ្យគេចាក់ចេញភ្លាមដោយភ្លៀងនៅតែធ្លាក់ពួកគេគ្មានជំរឿនក្រៅពីស្នាក់នៅក្នុងផ្ទះចាស់នោះទេនៅពាក់កណ្ដាលអាត្រៀតភូមិព្រៃខ្មៅស្ងាត់ឈឹងលើកលែងតែសំឡេងភ្លៀងធ្លាក់ខ្លាំងនិងសំឡេងខ្យល់កន្ត្រាក់វុប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 បរិយាកាសនៅក្នុងផ្ទះចាស់ដែលក្រុមសិស្សចរកខ្លួនកាន់តែមានភាពព្រឺព្រួយក្លិនស្អុយឆ្អាបឈាមនិងឈើរលួយចាប់ផ្ដើមហុយចូលមកក្នុងបន្ទប់សំឡេងដំបូលធ្លាក់ទឹកផ្ទឹកត្រូវបានជំនួសដោយសំឡេងអ្វីមួយហាក់បីដូចជាមានការកោសចិញ្ចាំងឈើវាឮច្បាស់ដូចមាននរណាម្នាក់ប្រើក្រចកវែងអូសយឺតធ្វើឲ្យរ៉ានីដែលខ្លាចខ្លាំងជាងគេញ័រខ្លួនទន្ទ្រាំសុភាដែលព្យាយាមរក្សាភាពក្លាហានបានបញ្ជាឲ្យគ្រប់គ្នាស្ងាត់ប៉ុន្តែពេលនោះសំឡេងជើងធ្ងន់ចាប់ផ្ដើមដើរនៅលើដំបូលផ្ទះវាមិនមែនជាសំឡេងមនុស្សធម្មតាទេប៉ុន្តែឮដូចជាអ្វីមួយអុសខ្លួនលេីឡំជាមួយនឹងសំឡេងខ្សែច្រវាក់រោលីនដែលជឿឬខ្មោចបានខ្សឹបថាវាមកហើយមុននឹងនាងនិយាយចប់សំឡេងសើចល្វើយដូចជាកុមារដែលគ្មានជីវិតបានបន្លឺឡើងពីជ្រុងងងឹតនៃបន្ទប់ពួកគេងាកមើលប៉ុន្តែគ្មានអ្វីក្រៅពីស្រមោលខ្មៅនៅលើជញ្ជាំងសុកដែលមិនអាចទ្រាំនឹងភាពស្ងប់ស្ងាត់បានស្រែកឡើងថាខ្ញុំនឹងទៅមើលថាតើវាជាអ្វីគេបានចាប់ពិលហើយបើកទ្វារចេញទៅទោះបីជារ៉ានីអង្វរកុំឲ្យទៅក៏ដោយបន្ទាប់ពីសុកចេញទៅ
សំឡេងជើងរបស់គេចាប់ផ្ដើមបាត់ទៅបន្តិចម្ដងរហូតដល់សូន្យស្ងាត់គេរងចាំ15នាទីប៉ុន្តែគ្មានដំណឹងសីហាដែលជាមិត្តជិតស្និទ្ធនឹងសុកសម្រាប់ចិត្តទៅរកពេលគេឈានជើងចេញទៅស្រាប់តែទ្វារបិទក្រាំងដោយខ្លួនឯងជាប់ពួកគេនៅខាងក្នុងពួកគេឮសំឡេងសីហាជួយផងបន្ទាប់មកសំឡេងនោះក៏ឈប់បាត់ស្ងាត់ឈឹងតែម្ដងហើយឮតែសំឡេងអ្វីមួយហាក់បីដូចជាកំពុងតែអូសសីហានៅលើដីសុភាលីននិងរ៉ានីភ័យស្លន់ស្លោប្រញាប់រត់ទៅលាក់ខ្លួននៅក្នុងបន្ទប់តូចមួយនៅទីនោះពួកគេឃើញកញ្ចក់ប្រេះមួយនៅលើជញ្ជាំងពេលលីនសម្លឹងចូលទៅកញ្ចក់នាងស្រែកឡើងព្រោះនៅក្នុងរូបឆ្លុះនាងឃើញស្រមោលខ្មៅគ្មានក្បាលឈរពីក្រោយនាងដៃកាន់កំបិតច្រេះមួយដែលប្រឡាក់ទៅដោយឈាមស្រក់ទឹកនាងងាកមើលពីក្រោយខ្នងប៉ុន្តែគ្មានអ្វីនោះទេប៉ុន្តែពេលនាងងាកមកកញ្ចក់វិញស្រមោលនោះញញឹមហើយលើកកំបិតឡើងលីនដួលសន្លប់នៅនឹងដីដែលខ្លួននាងចាប់ផ្ដើមញ័រដូចជាត្រូវអ្វីមួយសុភានិងរ៉ានីព្យាយាមអូសលីនចេញប៉ុន្តែសំឡេងអូសខ្សែច្រវាក់កាន់តែខិតជិតពួកគេឮសំឡេងល្វើយជាច្រើនដែលនិយាយថាឯងចូលមកឯងនឹងស្លាប់រ៉ានីដែលភ័យគាំងចាប់ផ្ដើមនិយាយភាសាចម្លែកភ្នែកសន្លំហើយចង្អុលទៅកាន់ទ្វារវត្តចាស់នៅឯឆ្ងាយនៅទីនោះពួកគេឃើញស្រមោលព្រះសង្ឃគ្មានក្បាលដើរយឺតឆ្ពោះមកដៃកាន់កំបិតហើយនៅជុំវិញមានស្រមោលរាប់សិបដែលពោពេញទៅដោយភាពភ័យខ្លាចភ្នែកក្រហមឈូនិងមុខរលួយដែលហាក់ដូចជាស្រែកឃ្លាននៅកំហឹងអាឃាតសុភាព្យាយាមបើកទ្វារដើម្បីរត់ប៉ុន្តែទ្វារមិនអាចបើកបានទេនៅលើទ្វារស្រាប់តែលេចឡើងនៅស្នាមឈាមពេលនោះពន្លឺពិលរបស់ពួកគេចាប់ផ្ដើមភ្លឹបភ្លែតហើយសំឡេងសើចនៅចូលរំបន្ទប់កាន់តែខ្លាំងស្រមោលតូចមួយដែលមើលទៅដូចជាកុមារគ្មានមុខលេចឡើងនៅមុខរ៉ានីហើយខ្សឹបថារ៉ានីស្រែកហើយរាងកាយរបស់នាងត្រូវអូសចូលទៅក្នុងសភាពងងឹតដោយគ្មានអ្នកណាអាចជួយបានសុភាដែលនៅសល់តែម្នាក់ឯងជាមួយលីនដែលសន្លប់ឮសំឡេងគោះនៅលើជញ្ជាំងជុំវិញខ្លួនសំឡេងនោះកាន់តែឮខ្លាំងឡើងរហូតឮដូចរាប់រយនៃដៃកំពុងតែវាយនៅលើកញ្ចក់ប្រេះសុភាឃើញរូបខ្លួនឯងប៉ុន្តែភ្នែករបស់គេនៅក្នុងកញ្ចក់ប្រែទៅជាខ្មៅស្រអាប់ហើយញញឹមដល់គ្មានមូលហេតុមុននឹងគេស្រែកនៃភាពងងឹតបានលេបត្របាក់គេស្លាប់បាត់ទៅនៅពេលព្រឹកភ្លៀងចាប់ផ្ដើមរាំងប៉ុន្តែភូមិព្រៃខ្មៅស្ងាត់សូន្យឈឹងអ្នកស្រុកនៅជិតនោះបានចូលមកស្វែងរកក្រុមសិស្សប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានរកឃើញទេមានតែស្នាមជើងសើមនិងស្នាមឈាមនៅក្បែរអ្នកភូមិខ្លះនិយាយថាវិញ្ញាណនៅក្នុងព្រៃខ្មៅមិនអនុញ្ញាតឲ្យនរណាម្នាក់ចាកចេញទេរហូតមកដល់សប្តាហ៍ថ្ងៃភូមិនេះនៅតែជាកន្លែងហាមឃាត់អ្នកខ្លះអះអាងថាពេលរាត្រីនៅតែឮសំឡេងស្រែករបស់ក្មេងៗនិងឃើញស្រមោលគ្មានក្បាលនៅក្បែរវត្តភូមិព្រៃខ្មៅនៅតែជាកន្លែងដែលគ្មាននរណាហ៊ានចូលហើយរឿងរ៉ាវរបស់ក្រុមនិស្សិតទាំង5ត្រូវបានคล้ายជារឿងនិទានគួរឲ្យភ័យខ្លាចសម្រាប់អ្នកភូមិជំនាន់ក្រោយៗមក